ខ្ញុំច្រៀងរឿងពិតជីវិតពលករចាក់ស្រុកមកធ្វើការងារស្រុកថៃការងារស្រាលធ្ងន់ទ្រាំបានមិនធ្វេសង្ឃឹមមានថ្ងៃគ្រួសារធូរធាព្រោះតែខ្លួនក្រជាភាពខ្វះខាតគ្មានលុយធ្វើបាត់ប៉ាសពតដូចគេចូលទាំងលួចលាក់ខ្ញុំមិនចង់ទេព្រោះតែស្រុកខ្មែរប្រាក់ខែតិចពេកធ្វើការសុកទំរួតដេញចាប់ព្រោះតែអត់បាត់ខុសច្បាប់ស្រុកគេនេះគឺរឿងពិតមិនប្រឌិតទេវេទនាម្លែងទេកូនខ្មែរខ្ញុំអើយពេលគេចាប់បានដាក់ទ្រង់ដូចជ្រូកយកទៅទុំលាក់នៅឯជីដែនរាប់ពាន់ម៉ឺនអ្នកវាសនាចំបែងប្រៀបដូចជាផ្សែងហោះគ្មានគោលដៅធ្វើការសុកទំរួតដេញចាប់ព្រោះតែអត់បាត់ខុសច្បាប់ស្រុកគេនេះគឺរឿងពិតមិនប្រឌិតទេវេទនាម្លែងទេកូនខ្មែរខ្ញុំអើយពេលគេចាប់បានដាក់ទ្រង់ដូចជ្រូកយកទៅទុំលាក់នៅឯជីដែនរាប់ពាន់ម៉ឺនអ្នកវាសនាចំបែងប្រៀបដូចជាផ្សែងហោះគ្មានគោលដៅ